Bah, OK,ដើម្បីសួស្តីបាទជំរាបសួរដល់បងប្អូនទាំងអស់គ្នាស្វាគមន៍តាមបណ្ដានេះខ្ញុំបាទខ្ញុំបាទចូលធ្វើដំណើរបាទពីកន្លែងទៅផ្ទះរហូតដល់ជាការពីជាការផ្ទះវិញផ្លាកបាទហើយតើនេះគឺជាសកម្មភាពផ្ទាល់ក្នុងការធ្វើដំណើររបស់ខ្ញុំបាទជាមួយនឹងអ្នកតាគោយិនបាទពីព្រោះហើយខ្ញុំបានបើកទេខ្ញុំជួយខាងក្រោយជាមួយបាទនេះគឺជាស្ថានភាពផ្លូវនិងទេសភាពជាក់ស្ដែងមួយណាបាទនៅជុំវិញផ្លូវរបស់យើងផ្ទាល់ដោយសារការធ្វើដំណើរនេះគឺមានផ្លូវចាក់ក្រៅទៅកំពង់ឬក៏ផ្លូវបេតុងទេបាទគឺជាផ្លូវដែលយើងបើកតាមគ្រឿងយន្តហើយពីព្រោះហើយគឺជាផ្លូវធម្មតាបាទតែយើងបើកទៅជាផ្លូវឲ្យមានខ្សាច់ជាន់ទៅលើទៅវាអត់សូវអីបាទហើយនេះគឺយើងធ្វើដំណើរមកដល់ជាការតឡូបាទនេះគឺជាមើមតឡូដែលយើងបានដោះបាទហើយយើងកាប់វាដើម្បីយកទៅដាក់គោយន្តបើសិនជាគោយន្តចូលរួចគឺយើងលើកដាក់ដំបងទៅបាទតែឥឡូវនេះគោយន្តជាប់រួចទេគឺយើងត្រូវមកកាប់វាលេះដាក់ក្នុងខេងហើយយើងលើកវាទៅដាក់ក្នុងគោយន្តផងដែរបាទនេះគឺជាសកម្មភាពបាទបងស្រីរបស់ខ្ញុំគាត់កំពុងតែកាប់មើមបាទហើយយើងលេះវាសិនមកយើងអត់ដាក់វាទាំងដើមទេបាទយើងលេះវាដាច់ពីដើមមកហើយយើងក៏យកវាដាក់នៅក្នុងខេងហើយលើកវាទៅដាក់គោយន្តផងដែរហើយសម្រាប់ការលើកដាក់គោយន្តបងប្អូនអាចឃើញបានដែរនោះហើយខ្ញុំក៏បានថតវែងជាក់ស្ដែងដែរបាទនោះឃើញមានខេងឃើញមានដើមមើមតាឡូនៅលើស្រាប់ហ្នឹងបាទហើយបើយើងដាក់ពេញហើយគឺយើងធ្វើដំណើរចេញមកបងបាទដោយតាមផ្លូវមានទឹកបាទដោយសារតែភ្លៀងយើងទៅទឹកនៅពេញទៅផ្លូវហ្នឹងបងបាទនេះជាសកម្មភាពផ្សេងៗបងណាបាទសម្រាប់វីដេអូហ្នឹងគឺមានច្រើនទេបងណានៅទៅមុខទៀតបងបាទបងទស្សនាទាំងអស់គ្នាបាទអូខេអរគុណច្រើនបាទនឹងជាមួយនឹងពូបងខ្ញុំដើម្បីធ្វើដំណើរបាទតាមរយៈការដឹកលើដំឡូងមីមកផ្ទះវិញបាទនេះគឺជាសកម្មភាពផ្ទាល់សម្រាប់ការធ្វើដំណើរបងស្រាប់បាទសម្រាប់ផ្លូវនេះគឺជាមិនមែនផ្លូវលំហើយក៏មិនមែនជាផ្លូវដែលចាក់ស៊ូដែរគឺជាផ្លូវដែលយើងបរតាមយកលេខធំក៏ជាផ្លូវអ្វីដែលកាន់ពិសេសគឺនៅតាមផ្លូវបណ្ដុំទឹកហូរបាទដោយសារតែយប់មិញហ្នឹងមេឃដាក់មកមេធំយ៉ាងខ្លាំងបើព្រឹកអលឹមតិចរាំងទេធ្វើឲ្យទឹកតាមផ្លូវនេះគឺហូររហូតបាទហើយសម្រាប់ការខ្ញុំថតនេះគឺខ្ញុំថតជាមួយនឹងគឺថានៅលើគោយន្តផ្ទាល់អត់មានចុះថតទេបាទខ្លាចគោយន្តរត់ចោលជាងយើងទៅជិះគោយន្តយើងថតទៅបាទហើយបងប្អូនមើលផ្លូវបាទហើយថ្ងៃនេះដកបាន2គោយន្តដែរបាទហើយបញ្ជាក់ណាបាទខ្ញុំមិនមែនតឡងខ្ញុំតែតឡងគេបាទណាបាទម្ចាស់គេនៅមុខជាងយើងថតធម្មតាតែវាម្ចាស់គេដឹងបាទហើយអ្វីដែលកាន់ពិសេសបងណាបាទនៅសងខាងនេះគឺមានធម្មជាតិមួយបាទនេះមានផ្កាបាទមានព្រៃឈើជាច្រើនហើយផ្កានេះគឺជាផ្កាដែលយើងហូបបាននេះបាទហើយមានសាយមានច្រើនមែនទេបាទហើយទៅវីដេអូនេះមានអីច្រើនបងណាតែអ្វីដែលសំខាន់គឺអមទៅដោយតែព្រៃឈើខៀវសញ្ញាផ្ទាល់ផងណាហើយថតផ្ទាល់ណាបាទចឹងបងប្អូនដែលបានចូលមកពេចទៅការចុចចូលជាមួយបានមួយហើយអ្វីកាន់ពិសេសបងណាងាកមកនេះបាទនេះគឺមានថាកបីទេណាបាទកំពុងធ្វើដំណើរហើយមុខនឹងគឺមានគោយន្តគេដែលគេមកពីចការដូចយើងដែរហើយនៅមុខទៀតមានច្រើនតែបាទតែមុខទៀតជាប់ទៀតបងតែបានថតទេបាទសម្រាប់វីដេអូហ្នឹងគឺមានតែប៉ុណ្ណឹងបងនេះបាទបានទូទឹកដតទេបងបាទអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្ណឹងបងដែលបានចុចជាវម្រាមមួយបាទជាមួយនឹង channel របស់ខ្ញុំបាទដើម្បីទទួលបានវីដេអូថ្មីផងដែរអូខេបាទអរគុណច្រើនផងដែរ